ในขนมปุ่มโต้ยจะสงบสงัดมวยเมียนบรอมแนชมุทัดดาราชีวิตរបស់គាត់មិនមានអ្វីល្អប្រណិតឡើយប៉ុន្តែគាត់ជាមនុស្សដែលមានបេះដូងស្មោះត្រង់ហើយនឹងស្រឡាញ់គ្រួសារខ្លាំងណាស់ជារៀងរាល់ថ្ងៃតារាត្រូវភ្ញាក់ពីព្រលឹមមុនគេនៅក្នុងភូមិពេលដែលមនុស្សភាគច្រើននៅកំពុងគេងតារាគាត់បានចេញទៅធ្វើការបាត់ហើយការងាររបស់គាត់មិនងាយស្រួលឡើយគាត់ត្រូវធ្វើការក្រោមកម្ដៅថ្ងៃនិងខ្យល់ត្រជាក់ខ្លាំងពេលខ្លះគាត់ធ្វើការចាប់ពីព្រលឹមរហូតដល់យប់ជ្រៅមូលហេតុដែលធ្វើឲ្យគាត់អាចអត់ធ្មត់នឹងការលំបាកខ្លាំងយ៉ាងនោះគឺដោយសារតែមានមនុស្សម្នាក់ដែលគាត់ស្រឡាញ់ជាងគេនៅក្នុងជីវិតម្នាក់នោះគឺនីតាតារាគាត់ស្រឡាញ់នីតាខ្លាំងណាស់ស្រឡាញ់ដល់ថ្នាក់គាត់មិនដែលគិតពីខ្លួនឯងទេពេលដែលគាត់រលុយគាត់តែងតែគិតដល់មនុស្សម្នាក់មុនគេគឺប្រពន្ធរបស់គាត់តែងតែសួរប្រពន្ធគាត់ថាតើប្រពន្ធត្រូវការអ្វីហើយប្រពន្ធខ្វះខាតអ្វីទេម្ហូបឆ្ងាញ់ៗដែលគាត់បានទិញគាត់មិនដែលញ៉ាំខ្លួនឯងឡើយគាត់តែងតែយកវាមកផ្ទះដើម្បីឲ្យនីតាជាមុនសិនសូម្បីតែរបស់ល្អថ្លៃៗដែលគាត់បានទិញគាត់ក៏មិនដែលប្រើប្រាស់ខ្លួនឯងដែរគាត់តែងតែនឹកដល់នីតាមុនគេជានិច្ចពេលខ្លះតារាគាត់ជឿខ្លាំងរាងកាយរបស់គាត់ហត់នឿយនិងទន់ខ្សោយជាខ្លាំងក៏ប៉ុន្តែទោះបីជាយ៉ាងណាគាត់ក៏មិនដែលទៅមន្ទីរពេទ្យឡើយព្រោះនៅក្នុងចិត្តគាត់តែងតែគិតថាលុយនេះគួរទុកឲ្យប្រពន្ធរបស់ខ្ញុំប្រើថ្ងៃមួយនីតាបាននិយាយទៅកាន់តារាថានាងចង់បានគ្រឿងអលង្ការមួយដែលមានតម្លៃថ្លៃសម្រាប់មនុស្សធម្មតាវាអាចជារបស់ដែលពិបាកទិញក៏ប៉ុន្តែសម្រាប់តារាគាត់មិនបានគិតយូរឡើយគាត់ក៏ចាប់ផ្ដើមធ្វើការយ៉ាងខ្លាំងជាងមុនធ្វើការថែមម៉ោងធ្វើការពេលយប់ពេលខ្លះស្ទើរតែមិនបានសម្រាកបន្ទាប់ពីមួយខែទៅមួយខែគាត់ក៏អាចសន្សំលុយគ្រប់ថ្ងៃដែលគាត់ទិញគ្រឿងអលង្ការនោះគាត់ញញឹមដោយមានសុភមង្គលពេលដែលនីតាបើកប្រអប់អំណោយនាងញញឹមសប្បាយរីករាយយ៉ាងខ្លាំងហើយសម្រាប់តារាការញញឹមរបស់នាងវាពិតជាមានតម្លៃខ្លាំងណាស់នៅក្នុងជីវិតរបស់គាត់គិតថាស្នេហាអ្នកទាំងពីរនឹងនៅជាមួយគ្នាជារៀងរហូតប៉ុន្តែតារាមិនដឹងទេថាពេលណាមួយនៅក្នុងអនាគតស្នេហាដែលគាត់ការពារជាងអ្វីទាំងអស់នឹងក្លាយជារឿងដែលធ្វើឲ្យគាត់ឈឺចាប់ខ្លាំងបំផុតនៅក្នុងជីវិតរបស់គាត់ដូចគ្នាបន្ទាប់ពីថ្ងៃដែលតារាទិញគ្រឿងអលង្ការថ្លៃឲ្យនីតាជីវិតរបស់គាត់មិនងាយស្រួលឡើយការងាររបស់តារាកាន់តែធ្ងន់ធ្ងរឡើងជារៀងរាល់ថ្ងៃពេលខ្លះគាត់ត្រូវធ្វើការក្រោមកម្ដៅថ្ងៃក្តៅបែកញើសហូរដូចជាទឹកពេលខ្លះមិត្តរួមការងារចេញទៅញ៉ាំម្ហូបឆ្ងាញ់តារាគ្រាន់តែអង្គុយញ៉ាំបាយជាមួយអំបិលឬក៏ម្ហូបធម្មតាប៉ុណ្ណោះមិត្តរួមការងាររបស់គាត់ម្នាក់បានសួរថាតារាឯងខំធ្វើការខ្លាំងប៉ុណ្ណឹងហើយហេតុអ្វីមិនញ៉ាំអ្វីឆ្ងាញ់ឬល្អជាងនេះតារាញញឹមស្រាលហើយនិយាយថាខ្ញុំមិនអីទេខ្ញុំគ្រាន់តែចង់ទុកលុយនេះឲ្យប្រពន្ធខ្ញុំប្រើពេលនិយាយពាក្យនោះភ្នែករបស់គាត់ពោពេញទៅដោយក្តីស្រឡាញ់សម្រាប់តារាសុភមង្គលរបស់នីតាវាជារឿងសំខាន់ណាស់នៅក្នុងជីវិតរបស់គាត់ថ្ងៃមួយបន្ទាប់ពីគាត់ធ្វើការយ៉ាងហត់នឿយពេញមួយថ្ងៃគាត់បានដើរត្រឡប់មកផ្ទះវិញជាមួយនឹងរាងកាយដែលហត់នឿយយ៉ាងខ្លាំងពេលដែលគាត់បើកទ្វារចូលមកផ្ទះគាត់ឃើញនីតាកំពុងអង្គុយមើលទូរទស្សន៍តារាគាត់បានយកថង់អាហារតូចមួយដែលគាត់ទិញនៅតាមផ្លូវមកដាក់លើតុហើយនិយាយថាថ្ងៃនេះបងឃើញម្ហូបដែលអូនចូលចិត្តបងបានទិញឲ្យអូននីតាក៏បើកថង់មើលប៉ុន្តែនាងគាត់តែនិយាយយ៉ាងត្រជាក់ថាអូនមិនសូវចង់ញ៉ាំទេតារានៅស្ងៀមមួយផ្លែតក៏ប៉ុន្តែគាត់នៅតែញញឹម
ហើយគាត់បន្តនិយាយថាមិនអីទេបើអូនអត់ញ៉ាំទុកញ៉ាំស្អែកក៏បានដែរនៅយប់នោះនីតាចូលគេងដោយមិននិយាយអ្វីទាំងអស់តារាគាត់អង្គុយម្នាក់ឯងនៅតុបាយម្ហូបដែលគាត់ទិញឲ្យលុយដែលរកបានយ៉ាងលំបាកត្រូវទុកចោលដោយគ្មានអ្នកញ៉ាំគាត់គ្រាន់តែញ៉ាំបាយបន្តិចបន្តួចហើយបន្ទាប់មកក៏ចូលទៅគេងក៏ប៉ុន្តែពេលយប់ជ្រៅតារាគេងមិនលក់ឡើយរាងកាយរបស់គាត់ហាក់ឈឺចាប់យ៉ាងខ្លាំងបន្ទាប់ពីគាត់ធ្វើការធ្ងន់ពេញមួយថ្ងៃគាត់ក្អកខ្លាំងហើយយកដៃដាក់លើទ្រូងប៉ុន្តែគាត់មិនបានប្រាប់នីតាថាគាត់ឈឺទេព្រោះគាត់ខ្លាចនាងបារម្ភថ្ងៃបន្ទាប់គាត់នៅតែធ្វើការដោយក្រោកពីព្រឹកដដែលមុនចេញទៅធ្វើការគាត់បានដាក់លុយបន្តិចបន្តួចនៅលើតុនីតាសួរគាត់ថានេះជាលុយអ្វីគាត់បានឆ្លើយយ៉ាងស្រទន់ថាលុយនេះជាលុយដែលបងបានរកកាលពីម្សិលមិញអូនចង់ទិញអីក៏បានដែរអត់អីទេនីតាមិនបាននិយាយអរគុណទេនាងគ្រាន់តែយកលុយនោះដាក់នៅក្នុងកាបូបតារាឈរមើលនាងដោយស្ងៀមស្ងាត់ហើយក្នុងចិត្តគាត់គិតតែមួយយ៉ាងគត់បើនាងសប្បាយចិត្តខ្ញុំក៏សប្បាយចិត្តដែរព្រោះក្តីសុខនាងជាក្តីសុខរបស់ខ្ញុំក៏ប៉ុន្តែអ្វីដែលគាត់មិនដឹងនោះគឺនៅពេលដែលគាត់កំពុងធ្វើការលំបាកនៅក្រៅផ្ទះបេះដូងរបស់នីតាក៏ចាប់ផ្ដើមផ្លាស់ប្ដូរទៅទិសដៅផ្សេងទៀតនាងចាប់ផ្ដើមមានអារម្មណ៍ថាជីវិតជាមួយនឹងតារាគឺសាមញ្ញពេកនាងចង់បានជីវិតប្រណិតហើយនឹងអ្វីដែលល្អជាងនេះថ្ងៃមួយនាងបានចេញទៅក្រៅជាមួយមិត្តភក្តិនាងបានជួបបុរសម្នាក់ដែលមានរថយន្តថ្លៃនិងស្លៀកសម្លៀកបំពាក់អប្រណិតការជួបនោះគឺជាការចាប់ផ្ដើមនៃជីវិតរបស់តារាដែលផ្លាស់ប្ដូរឲ្យคล้ายជាការឈឺចាប់ដែលធ្វើឲ្យគាត់មិនអាចបំភ្លេចបានបន្ទាប់ពីថ្ងៃដែលនីតាបានជួបបុរសអ្នកមាននោះជីវិតរបស់នាងក៏ចាប់ផ្ដើមផ្លាស់ប្ដូរគ្រប់យ៉ាងបុរសម្នាក់នោះមានរថយន្តថ្លៃសម្លៀកបំពាក់ប្រណិតនិងជីវិតមើលទៅពោពេញទៅដោយភាពសុខស្រួលនៅពេលដែលនីតាទៅជួបគាត់នាងមានអារម្មណ៍ថាជីវិតរបស់នាងដូចជាកំពុងចូលទៅក្នុងពិភពថ្មីមួយថ្ងៃមួយបុរសនោះបាននាំនីតាទៅញ៉ាំអាហារនៅភោជនីយដ្ឋានល្អប្រណិតមួយនៅលើតុអាហារមានភ្លើងភ្លឺស្រទន់និងអាហារដែលមានតម្លៃថ្លៃហើយមនុស្សជុំវិញខ្លួនសុទ្ធសឹងតែស្លៀកសម្លៀកបំពាក់ស្អាតនីតាមើលនៅជុំវិញខ្លួនហើយនៅក្នុងចិត្តគិតថានេះហើយជីវិតដែលនាងចង់បាននៅពេលដូចគ្នានោះដែរនៅកន្លែងធ្វើការតារាកំពុងធ្វើការយ៉ាងហត់នឿយថ្ងៃនោះការងារលំបាកជាងធម្មតាគាត់ត្រូវលើកធ្ងន់ជាច្រើនម៉ោងជាប់គ្នាញើសហូរចុះពីមុខរបស់គាត់តែដៃរបស់គាត់ប្រឹងធ្វើការយ៉ាងខ្លាំងមិត្តរួមការងារម្នាក់និយាយថាតារាថ្ងៃនេះអ្នកមើលទៅហត់នឿយណាស់សម្រាប់បន្តិចទៅតារាដកដង្ហើមធំប៉ុន្តែគាត់គ្រាន់តែញញឹមហើយនិយាយថាមិនអីទេខ្ញុំត្រូវធ្វើការងារបន្ថែមបន្តិចសិនខ្ញុំចង់សន្សំលុយទិញអំណោយឲ្យប្រពន្ធខ្ញុំអ្នកធ្វើការជាមួយគាត់មើលមកគាត់ដោយក្តីសោកសៅពេលល្ងាចបន្ទាប់ពីចេញពីធ្វើការតារាក៏បានដើរចូលទៅហាងគ្រឿងអលង្ការតូចមួយគាត់សម្លឹងមើលខ្សែកដែលមានភ្លើងភ្លឺស្រទន់គាត់ក៏បានសួរទៅអ្នកលក់ថាតើខ្សែកនេះតម្លៃប៉ុន្មានពេលដែលគាត់បានលើតម្លៃតារានៅស្ងៀមមួយផ្លែតវាពិតជាថ្លៃណាស់សម្រាប់ប្រាក់ខែគាត់មួយខែប៉ុន្តែគាត់គិតតែពីនឹកឃើញមុខញញឹមរបស់នីតាបន្ទាប់ពីស្ទាក់ស្ទើរបន្តិចគាត់បានយកលុយដែលគាត់បានសន្សំជាយូរមកហើយដើម្បីទិញខ្សែកនោះពេលដែលគាត់កាន់អំណោយតូចនៅក្នុងដៃតារាពិតជាសប្បាយចិត្តខ្លាំងណាស់គាត់គិតថាពេលនីតាឃើញនាងនឹងញញឹមនៅយប់នោះតារាដើរត្រឡប់ទៅផ្ទះវិញដោយបេះដូងពោពេញទៅដោយក្តីសង្ឃឹមក៏ប៉ុន្តែពេលគាត់ទៅដល់ផ្ទះបែរជាស្ងាត់ងងនីតាមិននៅផ្ទះទេគាត់អង្គុយរង់ចាំនាងនៅលើកៅអីជាមួយនឹងប្រអប់អំណោយតូចនៅក្នុងដៃជា
ជាច្រើនម៉ោងកន្លងផុតទៅគាត់នៅតែអង្គុយរង់ចាំពេលនោះនីតាកំពុងអង្គុយក្នុងរថយន្តប្រណិតមួយជាមួយបុរសអ្នកមាននោះពន្លឺទីក្រុងចាំងភ្លឺជុំវិញខ្លួនរបស់ពួកគេនាងកំពុងញញឹមនិងនិយាយលេងយ៉ាងសប្បាយនៅពេលដូចគ្នានោះចំណែកឯនៅឯផ្ទះតូចនេះវិញតារានៅតែអង្គុយរង់ចាំដោយស្ងៀមស្ងាត់ម៉ោង7ពាក់កណ្ដាលយប់ទើបនីតាត្រឡប់មកផ្ទះវិញពេលនាងបើកទ្វារឃើញតារាអង្គុយនៅទីនោះតារាភ្ញាក់ឡើងហើយញញឹមយ៉ាងស្រទន់អូនត្រឡប់មកវិញហើយគាត់យកអំណោយតូចមួយនៅក្នុងដៃនោះឲ្យនាងថ្ងៃនេះបងបានទិញរបស់មួយដែលអូនស្រឡាញ់នីតាបើកប្រអប់មើលវាគឺជាខ្សែកដ៏ភ្លឺស្អាតមួយប៉ុន្តែនាងគ្រាន់តែសម្លឹងមើលវាហើយនិយាយដោយសំឡេងធម្មតាថាធម្មតាទេពាក្យពី3ម៉ាត់នោះដូចជាកំបិតចាក់ចង់បេះដូងតារាគាត់គ្រាន់តែនៅស្ងៀមមួយផ្លែតហើយនៅតែញញឹមដដែលគាត់និយាយថាបើអូនមិនចូលចិត្តមិនអីទេនៅក្នុងយប់នោះនីតាចូលគេងដោយមិននិយាយអ្វីទាំងអស់ចំណែកឯតារាវិញគាត់នៅអង្គុយម្នាក់ឯងនៅលើកៅអីគាត់យកខ្សែកនោះចេញពីប្រអប់ហើយមើលវាយ៉ាងស្ងៀមស្ងាត់លុយដែលគាត់រកបានដោយកម្លាំងញើសឈាមដោយការធ្វើការរាប់ខែបែរជារបស់ធម្មតាសម្រាប់នាងភ្នែករបស់គាត់ហាក់ដូចជាសាបន្តិចប៉ុន្តែគាត់មិនឲ្យទឹកភ្នែករបស់គាត់ស្រក់ចុះឡើយគាត់គ្រាន់តែនិយាយស្រាលម្នាក់ឯងថាមិនអីទេបើនាងសប្បាយចិត្តខ្ញុំក៏សប្បាយចិត្តដែរប៉ុន្តែអ្វីដែលគាត់មិនដឹងនោះគឺស្នេហារបស់គាត់កំពុងតែបំផ្លាញយ៉ាងស្ងៀមស្ងាត់ហើយថ្ងៃណាមួយក្នុងពេលចាប់នេះការពិតដ៏ឈឺចាប់នឹងធ្វើឲ្យបេះដូងគាត់ត្រូវបែកបាក់ជាច្រើនបំណែកបន្ទាប់ពីយប់ដែលតារាអង្គុយមើលខ្សែកដែលគាត់ទិញឲ្យនីតាហើយនឹងលើពាក្យថាធម្មតាទេរបស់នាងបេះដូងរបស់គាត់ដូចជាត្រូវគេបំផ្លាញបន្តិចម្ដងក៏ប៉ុន្តែតារាជាមនុស្សម្នាក់ដែលមិនសូវនិយាយអំពីការឈឺចាប់របស់ខ្លួនទេនៅព្រឹកបន្ទាប់គាត់នៅតែភ្ញាក់ពីព្រលឹមដដែលទាំងតែថ្ងៃមិនទាន់រះល្អផងតារាក៏បានលុបលាងមុខហើយនឹងត្រៀមចេញទៅធ្វើការមុនចេញពីផ្ទះគាត់មើលទៅកាត់បន្ទប់ដែលនីតាកំពុងគេងគាត់សម្លឹងមើលនាងយ៉ាងស្ងៀមស្ងាត់ដូចជាមនុស្សម្នាក់ដែលកំពុងតែខ្លាចបាត់បង់របស់ដែលមានតម្លៃនៅក្នុងជីវិតគាត់និយាយស្រាលនៅក្នុងចិត្តអូនណាបងនឹងខំធ្វើការឲ្យអូនរស់នៅស្រួលជាងមុនបន្ទាប់មកគាត់ក៏ទាញទ្វារបិទយ៉ាងស្ងៀមស្ងាត់ហើយដើរចេញទៅធ្វើការនៅកន្លែងធ្វើការថ្ងៃនេះលំបាកជាងធម្មតាតារាត្រូវលើកអីវ៉ាន់ធ្ងន់ជាច្រើនម៉ោងជាប់គ្នារាងកាយរបស់គាត់ក៏ចាប់ផ្ដើមទ្រុឌទ្រោមជាងមុននៅពេលដែលកំពុងធ្វើការលើករបស់ធ្ងន់មួយតារាក៏មានអារម្មណ៍ថាវិលមុខជាខ្លាំងភ្នែករបស់គាត់មើលឃើញស្រអាប់ហើយរាងកាយរបស់គាត់ក៏ដួលទៅលើដីមិត្តរួមការងាររបស់គាត់រត់មកជួយគាត់ភ្លាមតារាឯកាត់អីតារាពួកគេក៏ជួយលើកគាត់អង្គុយហើយប្រាប់ឲ្យគាត់ទៅមន្ទីរពេទ្យក៏ប៉ុន្តែតារាគ្រាន់តែញញឹមស្រាលហើយនិយាយថាខ្ញុំមិនអីទេខ្ញុំគ្រាន់តែហត់នឿយបន្តិចមិត្តរួមការងារគាត់ម្នាក់និយាយថាតារាឯងមើលទៅស្លេកខ្លាំងណាស់មិនមកទៅពេទ្យទៅតារានៅស្ងៀមមួយផ្លែតហើយនិយាយយ៉ាងស្រទន់ថាបើខ្ញុំទៅពេទ្យលុយនឹងអស់ច្រើនខ្ញុំចង់ទុកវាឲ្យប្រពន្ធខ្ញុំគ្រាន់តែឮពាក្យនោះអ្នករួមការងារគាត់មួយចំនួនក៏នៅស្ងៀមមិនដឹងថានិយាយអ្វីព្រោះពួកគេដឹងថាតារាពិតជាស្រឡាញ់ប្រពន្ធគាត់ខ្លាំងណាស់នៅល្ងាចថ្ងៃនោះបន្ទាប់ពីចប់ការងារតារាត្រឡប់មកផ្ទះវិញយ៉ាងលឿននៅតាមផ្លូវគាត់ឈប់នៅហាងតូចមួយហើយចូលទិញម្ហូបដែលនីតាចូលចិត្តទោះបីជាគាត់គ្មានកម្លាំងសូម្បីតែដើរទៅផ្ទះក៏ដោយពេលដែលគាត់ទៅដល់ផ្ទះគឺស្ងាត់ដដែលនីតាមិននៅផ្ទះទេតារាដាក់ម្ហូបលើតុហើយអង្គុយរង់ចាំនាងដូចរាល់ដងម៉ោងកន្លងយូរទៅពន្លឺក្នុងផ្ទះក៏ស្ងាត់មានតែតារាម្នាក់ឯងអង្គុយនៅក្នុងផ្ទះខណៈពេលដូចគ្នានោះនីតាកំពុងតែដើរលេងនៅផ្សារទំនើបធំមួយជាមួយបុរសអ្នកមាននោះគាត់នាំនាងចូលហាងសម្លៀកបំពាក់ប្រណិត
តាអ្នកចូលចិត្តអ្វីទេជ្រើសយកមួយទៅខ្ញុំនឹងទិញឲ្យអ្នកនេះតាញញឹមដោយក្តីរីករាយនាងជ្រើសរើសសម្លៀកបំពាក់ថ្លៃដោយមិនចាំបាច់គិតពីតម្លៃទេខណៈដែលនាងកំពុងសប្បាយចិត្តនៅឯផ្ទះតូចមួយនេះវិញតារានៅតែអង្គុយរង់ចាំនាងរហូតដល់ពាក់កណ្ដាលយប់ទើបនីតាត្រឡប់មកវិញពេលដែលនាងចូលមកក្នុងផ្ទះនាងឃើញតារាអង្គុយនៅលើតុម្ហូបនៅលើតុត្រជាក់អស់ហើយតារាក៏ញញឹមយ៉ាងស្រទន់ហើយនិយាយថាអូនត្រឡប់មកវិញហើយបងបានទិញម្ហូបដែលអូនចូលចិត្តនីតាមើលទៅលើតុហើយនិយាយសាមញ្ញថាខ្ញុំញ៉ាំរួចហើយពាក្យនោះដូចជាខ្យល់ត្រជាក់បក់ចូលទៅក្នុងបេះដូងរបស់តារាគាត់នៅស្ងៀមមួយផ្លែតហើយនិយាយស្រាលថាចឹងទុកផ្សាយក៏បានដែរចឹងនីតាមិនបាននិយាយអ្វីបន្តទៀតទេនាងក៏ដើរចូលទៅក្នុងបន្ទប់ដោយមិនមើលតារាទៀតឡើយតារាគាត់អង្គុយនៅតុតែម្នាក់ឯងគាត់មើលទៅម្ហូបដែលគាត់បានទិញដោយលុយដែលគាត់បានរកយ៉ាងលំបាកចុងក្រោយគាត់គ្រាន់តែយកបាយតិចតួចមកញ៉ាំតែម្នាក់ឯងនៅពេលញ៉ាំបាយទឹកភ្នែកមួយដំណក់បានស្រក់ចុះនៅលើតុដោយស្ងៀមស្ងាត់គាត់ដាក់ស្លាបព្រាចុះហើយនិយាយស្រាលម្នាក់ឯងប្រហែលជាអូនហត់នឿយហើយមិនអីទេប៉ុន្តែនៅក្នុងជម្រៅបេះដូងរបស់គាត់ដឹងថាអ្វីមួយកំពុងផ្លាស់ប្ដូរស្នេហាដែលគាត់គិតថានឹងនៅជាមួយគាត់ជារៀងរហូតនោះវាកំពុងតែរលាយបន្តិចម្ដងហើយថ្ងៃណាមួយក្នុងពេលឆាប់នេះការពិតដែលគាត់មិនចង់ជឿនឹងត្រូវបង្ហាញខ្លួនចំពោះមុខគាត់និងបំផ្លាញបេះដូងគាត់ឲ្យគាត់ឈឺចាប់ស្ទើរតែស្លាប់បន្ទាប់ពីថ្ងៃដែលតារាដួលសន្លប់នៅកន្លែងការងារហើយយប់មុននោះគាត់ត្រូវអង្គុយញ៉ាំបាយតែម្នាក់ឯងនៅក្នុងផ្ទះស្ងាត់ជីវិតរបស់គាត់ហាក់ដូចជាកំពុងធ្លាក់ចូលទៅក្នុងភាពឯកាដែលមិនអាចពន្យល់បានប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយតារាតែងតែប្រាប់ខ្លួនឯងថាប្រហែលជានីតាគាត់ហត់នឿយប្រហែលជាគាត់ត្រូវមានរឿងដែលត្រូវគិតតារាគាត់មិនជឿទេថាស្នេហាដែលគាត់ការពារស្មើនឹងជីវិតរបស់គាត់វាកំពុងតែផ្លាស់ប្ដូរព្រឹកមួយតារាភ្ញាក់ពីព្រលឹមដូចរាល់ដងរាងកាយរបស់គាត់នៅតែឈឺចាប់ពីការដួលកាលពីម្សិលមិញប៉ុន្តែគាត់មិនបាននិយាយអ្វីឡើយគាត់បានទុកលុយដែលគាត់បានមកពីការធ្វើការថែមម៉ោងនៅលើតុពេលនីតាភ្ញាក់ឡើងឃើញលុយនោះនាងក៏សួរថាតើលុយនេះជាលុយអ្វីតារាឆ្លើយយ៉ាងស្រទន់ថាបងធ្វើការថែមម៉ោងទើបបានលុយនេះមកចឹងអូនចង់យកទិញអីក៏បានដែរតាមចិត្តអូននីតាគ្រាន់តែយកលុយនោះដាក់ក្នុងកាបូបដោយមិនបានសួរពីការហត់នឿយរបស់គាត់ថាហត់ប៉ុណ្ណានៅថ្ងៃនោះតារាទៅធ្វើការដូចរាល់ថ្ងៃក៏ប៉ុន្តែចិត្តរបស់គាត់មិនសូវស្ងប់ដូចមុនទេពេលកំពុងធ្វើការគាត់ចាប់ផ្ដើមគិតអ្វីជាច្រើនគាត់គិតថាហេតុអ្វីនីតាចូលផ្ទះយប់ជាញឹកញាប់ហេតុអ្វីនាងមិនសូវនិយាយជាមួយគាត់ដូចមុនគាត់ព្យាយាមបំភ្លេចការគិតទាំងអស់នោះព្រោះគាត់មិនចង់សង្ស័យមនុស្សដែលគាត់ស្រឡាញ់ស្មើជីវិតឡើយនៅល្ងាចនោះតារាត្រឡប់មកផ្ទះវិញលឿនជាងធម្មតាពេលគាត់បើកទ្វារចូលផ្ទះនីតាកំពុងអង្គុយលើគ្រែនិងកំពុងសរសេរសារនៅក្នុងទូរស័ព្ទពេលនាងបានឃើញតារានាងប្រញាប់បិទអេក្រង់ភ្លាមតារាសង្កេតឃើញអ្វីមួយមិនធម្មតាប៉ុន្តែគាត់មិនបានសួរឡើយគាត់គ្រាន់តែញញឹមស្រាលថ្ងៃនេះអូនទៅណាមកណានីតាឆ្លើយយ៉ាងសំឡេងធម្មតាទៅដើរលេងជាមួយមិត្តភ័ក្តិតារាក៏មិនសួរបន្តទៀតដែរនៅពេលយប់នីតាចូលទៅងូតទឹកហើយទុកទូរស័ព្ទនៅលើតុតារាគាត់នៅអង្គុយនៅក្បែរនោះអេក្រង់ទូរស័ព្ទបានភ្លឺឡើងដោយសារមានសារថ្មីមួយបានផ្ញើមកដោយមិនចង់តែភ្នែករបស់គាត់ក៏បានក្រឡេកឃើញពាក្យមួយនៅលើអេក្រង់ខ្ញុំនឹកដល់អ្នកយប់នេះខ្ញុំពិតជាសប្បាយចិត្តណាស់ដែលបានជួបអ្នកបេះដូងរបស់តារាហាក់ដូចជាឈប់ដើរដៃរបស់គាត់ចាប់ផ្ដើមញ័រគាត់មិនចង់បើកសោទូរស័ព្ទដើម្បីមើលសារនោះទេព្រោះគាត់ខ្លាចឃើញអ្វីដែលគាត់មិនចង់ឃើញប៉ុន្តែចិត្តរបស់គាត់ក៏មិនអាចទ្រាំបានតារាក៏យកទូរស័ព្ទមកមើលនៅក្នុងសារនោះមានការសន្ទនាជាច្រើនជាមួយបុរសម្នាក់ពាក្យស្នេហាពាក្យដែលសម្រាប់តែប្តីប្រពន្ធបានសន្ទនានៅក្នុងសារនោះពេលនោះពិភពលោករបស់តារា
ដូចជាបាក់បែកភ្លាមទឹកភ្នែករបស់គាត់ក៏បានស្រក់ចុះប៉ុន្តែគាត់នៅតែអង្គុយស្ងៀមទៅពេលដែលនីតាចេញពីបន្ទប់ទឹកនាងឃើញតារាអង្គុយនៅក្បែរទូរស័ព្ទនាងក៏ប្រញាប់យកទូរស័ព្ទហើយធ្វើដូចជាមិនមានអ្វីដែលកើតឡើងនាងមិនដឹងទេថាបេះដូងរបស់គាត់កំពុងឈឺចាប់ខ្លាំងប៉ុណ្ណានាយប់នោះនីតាចូលគេងយ៉ាងស្ងប់ស្ងាត់ចំណែកឯតារាវិញគេងពុំលក់ឡើយគាត់អង្គុយនៅលើកៅអីក្បែរបង្អួចមើលទៅកាន់មេឃដ៏សែនងងឹតឈឹងគាត់អង្គុយនឹកឃើញថ្ងៃដំបូងដែលគាត់បានជួបនីតាថ្ងៃដែលនាងញញឹមដាក់គាត់ថ្ងៃដែលគាត់សន្យានឹងមើលថែនាងជារៀងរហូតទឹកភ្នែករបស់គាត់ក៏ស្រក់ចុះយ៉ាងស្ងប់ស្ងាត់គាត់និយាយស្រាលៗតែម្នាក់ឯងថាប្រហែលខ្ញុំធ្វើអ្វីខុសហើយប្រហែលជាខ្ញុំល្អមិនគ្រប់គ្រាន់សម្រាប់នាងទោះបីជាបេះដូងរបស់គាត់ឈឺចាប់ខ្លាំងប៉ុណ្ណាតារានៅតែមិនអាចស្អប់នីតាបានឡើយព្រោះសម្រាប់គាត់នាងគឺជាមនុស្សម្នាក់ដែលគាត់ស្រឡាញ់ជាងគេក្នុងជីវិតហើយគាត់ក៏មិនដឹងដែរថាការពិតដែលគាត់បានឃើញនៅក្នុងយប់នេះវាគ្រាន់តែជាការចាប់ផ្ដើមនៃការឈឺចាប់តែប៉ុណ្ណោះបន្ទាប់ពីយប់តារាបានឃើញសារនៅក្នុងទូរស័ព្ទរបស់នីតាបេះដូងរបស់គាត់ហាក់នៅមិនស្ងប់ឡើយយប់នោះគាត់មិនបានគេងទេគាត់អង្គុយនៅក្បែរបង្អួចមើលថ្ងៃរះឡើងយឺតខណៈដែលនីតាកំពុងគេងយ៉ាងស្ងប់ស្ងាត់នៅលើគ្រែតារាឈរមើលមុខគាត់យ៉ាងយូរមើលមុខមនុស្សដែលគាត់ស្រឡាញ់មើលមុខមនុស្សដែលសន្យាជាមួយគ្នាថានឹងថែរក្សាគ្នាអស់មួយជីវិតគាត់យកដៃប៉ះសក់របស់នាងស្រាលប៉ុន្តែភ្លាមនោះគាត់ក៏ដកដៃមកវិញព្រោះក្នុងចិត្តគាត់មានអារម្មណ៍ថាមនុស្សដែលគាត់ស្រឡាញ់កំពុងតែឃ្លាតឆ្ងាយពីគាត់បន្តិចម្ដងនៅព្រឹកថ្ងៃនោះតារាចេញទៅធ្វើការដូចធម្មតាប៉ុន្តែនៅក្នុងថ្ងៃនោះគាត់ធ្វើការខុសជាច្រើនមិត្តរួមការងារគាត់ម្នាក់ក៏សួរថាតារាឯងកាត់អីអត់គាត់គ្រាន់តែញញឹមស្រាលហើយឆ្លើយថាខ្ញុំមិនអីទេប៉ុន្តែមនុស្សគ្រប់គ្នាមើលឃើញថាភ្នែករបស់គាត់ឡើងក្រហមដូចជាមនុស្សមិនបានគេងហើយយំពេញមួយយប់អញ្ចឹងនៅល្ងាចថ្ងៃនោះតារាចេញមកពីធ្វើការគាត់កំពុងដើរតាមផ្លូវនៅក្រោមភ្លៀងធ្លាក់រលឹមតិចខណៈពេលនោះគាត់បានឃើញរថយន្តទំនើបមួយឈប់នៅមុខភោជនីយដ្ឋានទ្វាររថយន្តក៏បានបើកឡើងហើយមនុស្សដែលចុះពីរថយន្តនោះគឺនីតាភ្លាមនោះបេះដូងរបស់គាត់ហាក់ដូចជាឈប់ដើរអញ្ចឹងនាងស្លៀកសម្លៀកបំពាក់យ៉ាងស្អាតដូចជាកំពុងទៅជួបមនុស្សសំខាន់ណាម្នាក់អញ្ចឹងបន្ទាប់មកបុរសដែលមើលទៅមានទ្រព្យសម្បត្តិក៏ចុះពីឡានគេដើរទៅជិតនីតាហើយដាក់ដៃលើស្មារបស់នាងចំណែកឯនីតាវិញញញឹមយ៉ាងសប្បាយរីករាយភ្លៀងធ្លាក់កាន់តែខ្លាំងប៉ុន្តែគាត់មិនបានយកចិត្តទុកដាក់នឹងពេជ្រភ្លៀងឡើយភ្នែករបស់គាត់សម្លឹងតែទៅមើលនីតាជាមនុស្សដែលគាត់ស្រឡាញ់ស្មើជីវិតកំពុងតែញញឹមនិងសប្បាយរីករាយជាមួយបុរសផ្សេងបុរសនោះបានទាញដៃនីតាចូលទៅក្នុងភោជនីយដ្ឋានឯតារាវិញនៅឈរតែម្នាក់ឯងក្រោមទឹកភ្លៀងទឹកភ្នែករបស់គាត់លាយជាមួយទឹកភ្លៀងគាត់និយាយស្រាលតែម្នាក់ឯងថានីតានេះឬដែលអូននិយាយថាចូលចិត្តសប្បាយមែនទេបើអូនសប្បាយចិត្តបងគួរតែសប្បាយចិត្តជាមួយអូនតែពេលដែលគាត់និយាយចប់សំឡេងរបស់គាត់ក៏ចាប់ដើមញ័របេះដូងរបស់គាត់ឈឺចាប់ដូចគេយកកាំបិតមកចាក់ចំបេះដូងរបស់គាត់អញ្ចឹងចំណែកឯនៅខាងក្នុងវិញនីតាអង្គុយញ៉ាំអាហារជាមួយបុរសនោះបានឲ្យអំណោយមួយដល់នាងពេលនាងបើកមើលវាជាខ្សែកមាសដ៏ថ្លៃមួយនីតាសើចយ៉ាងសប្បាយហើយអោបបុរសនោះតារាកំពុងឈរមើលពីខាងក្រៅដៃរបស់គាត់លូកកាន់កាបូបតូចមួយនៅក្នុងកាបូបនោះមានអំណោយដែលគាត់ទិញឲ្យនីតាតែវាគ្រាន់តែជាខ្សែដៃធម្មតាដែលគាត់សន្សំលុយជាច្រើនខែទើបទិញបានបន្ទាប់មកគាត់ក៏មើលទៅនីតាម្ដងទៀតខ្សែកមាសដែលបុរសនោះទិញឲ្យភ្លឺចែងចាំងជាងអ្វីដែលគាត់បានផ្ដល់ឲ្យភ្លាមនោះតារាក៏អង្គុយចុះនៅចិញ្ចើមផ្លូវកាន់អំណោយនៅក្នុងដៃយ៉ាងមាំទឹកភ្នែករបស់គាត់ហូរចេញមិនឈប់មនុស្សជាច្រើនបានសម្លឹងមើលមកគាត់ប៉ុន្តែ
គ្មាននរណាម្នាក់ដឹងទេថាគាត់ឈឺចាប់ខ្លាំងប៉ុណ្ណាមួយសន្ទុះក្រោយមកនីតានិងបុរសនោះក៏បានដើរចេញពីភោជនីយដ្ឋានចំណែកឯតារាក៏លាក់ខ្លួនទៅចំហៀងផ្លូវគាត់មិនចង់ឲ្យនាងឃើញនៅក្នុងស្ថានភាពបែបនេះទេនីតានិងបុរសនោះក៏បានចូលទៅក្នុងឡានហើយបុរសនោះក៏បានថែបនាងពេលឃើញឈុតឆាកបែបនោះបេះដូងរបស់តារាឈឺដល់ថ្នាក់លែងចង់ដកដង្ហើមប៉ុន្តែគាត់នៅតែឈរស្ងៀមឡានក៏បានបើកចេញទុកឲ្យតារានៅឈរតែម្នាក់ឯងក្រោមដំណក់ភ្លៀងនៅយប់នោះគាត់ត្រឡប់មកផ្ទះវិញយឺតណាស់តែពេលគាត់មកដល់ផ្ទះមិនទាន់ឃើញនីតាមកដល់ផ្ទះឡើយគាត់អង្គុយនៅលើគ្រែហើយមើលទៅអំណោយនៅក្នុងដៃបន្ទាប់មកគាត់ដាក់វានៅលើតុរបស់នាងហើយសរសេរលិខិតតូចមួយអូននេះជាអំណោយតូចពីបងសង្ឃឹមថាអូននឹងចូលចិត្តណាក្រោយគាត់សរសេរចប់តារាអង្គុយស្ងៀមយ៉ាងយូរទឹកភ្នែករបស់គាត់បានស្រក់នៅលើសំបុត្រដែលគាត់បានសរសេរគាត់និយាយខ្សឹបតែម្នាក់ឯងថាបងដឹងថាបងមិនអាចឲ្យអូនមានក្តីសុខដូចគេបានទេប៉ុន្តែបងពិតជាស្រឡាញ់អូនខ្លាំងណាស់បងស្រឡាញ់អូនលើសពីជីវិតរបស់បងទៅទៀតនាយប់នោះតារាអង្គុយយំតែម្នាក់ឯងនៅក្នុងបន្ទប់ដ៏សាងងឹតខណៈដែលមនុស្សដែលគាត់ស្រឡាញ់កំពុងតែសប្បាយរីករាយជាមួយមនុស្សផ្សេងគាត់ក៏មិនដឹងដែរថាការឈឺចាប់របស់គាត់វាកាន់តែធ្ងន់ធ្ងរជាងនេះទៀតនៅថ្ងៃខាងមុខ